អញ្ចឹងសម្រាប់វីដេអូនេះគឺជារបៀបប្រើប្រាស់ទៅលើការភ្ជាប់ Bluetooth និងប្រើប្រាស់ Apple CarPlay ទៅលើរថយន្ត Hilux Travel ស៊េរីឆ្នាំ2027អញ្ចឹងរបៀបភ្ជាប់ Bluetooth ទី1គឺបងអាចចូលទៅកាន់ setting ដំបូងកន្លែងនេះចាបងនឹងឃើញពាក្យថាទី4គឺពាក្យថា Bluetooth អញ្ចឹងបងចូលទៅពាក្យថា Bluetooth បន្តមកបងចូលលេខរៀងទី3គឺយើង add device វាចាហើយបន្តមកយើង search ទៅរក device ដែលយើងបានបើកចាអញ្ចឹងយើង search ហើយមុខងារបន្តគឺបងចូលទៅកាន់ទូរស័ព្ទដែរបងគ្រាន់តែចូលពាក្យថា Bluetooth បងបើក Bluetooth របស់ទូរស័ព្ទយើងអូសទៅក្រោមចាយើងនឹងឃើញទៅលើឈ្មោះរបស់ LAN này ប៉ុន្តែយើងចង់ pair ពីក្នុង screen របស់ LAN ហ្មងក៏ដែរអញ្ចឹងនេះជា Bluetooth ទូរស័ព្ទដៃរបស់បងអូនណាចាអញ្ចឹងយើង pair វាចឹងយើងសុំចាំបន្តិចអញ្ចឹងនៅពេល pair គឺយើង pair ជាមួយនឹងទូរស័ព្ទយើងចានៅកន្លែងនេះអូខេអញ្ចឹងយើងចុចពាក្យថា allo ហើយអូខេនៅលើ screen ចាចឹងគឺយើង connect ទៅចូល Apple CarPlay Automatic តែម្ដងចឹងបងគ្រាន់តែចុចពាក្យថា connect គឺ Apple CarPlay នឹងដំណើរការទៅលើ screen របស់ Hilux Travel ចាអញ្ចឹងនេះ Apple CarPlay ដំណើរការហើយក្នុង Apple CarPlay នេះបងអាចប្រើ function ជាច្រើននៅក្នុងនេះដូចជាការ call មើលផែនទីផ្សេងចាអាចបងអាច call ចាមួយវិញទៀតគឺបងអាចប្រើប្រាស់ជាការមើលផែនទីអញ្ចឹងនេះគឺការបញ្ជាទៅលើ Google Map ចា Google Map គឺដំណើរការហើយក្នុងលក្ខខណ្ឌថាបងចង់ទៅទីតាំងមួយណាបងគ្រាន់តែ search នៅលើនេះចុចជា keyboard មកចាឧទាហរណ៍ថាអូនដាក់ថាទៅ Eon ចាឧទាហរណ៍អញ្ចឹងយើងនឹង search map ទៅតាមនោះបងគ្រាន់តែចុច start គឺយើងដំណើរការតែម្ដងចាអូខេអញ្ចឹងនៅលើ screen នេះគឺមានប៊ូតុងជាច្រើនទៀតដូចជាបងអាចដំឡើងសំឡេងនៅលើខាងនេះចា volume ហើយនេះគឺកន្លែងមុខងារបន្ថយសំឡេងវិញចាហើយសម្រាប់មួយទៀតគឺយើងមានប៊ូតុង power នេះក្នុងលក្ខខណ្ឌថាបងដាក់ចម្រៀងឬក៏ជា YouTube បងចង់បិទសំឡេងចម្រៀងនឹងភ្លាមក្នុងលក្ខខណ្ឌថាបងនិយាយទូរស័ព្ទឬក៏ត្រូវលើកទូរស័ព្ទឲ្យបងអាចបិទឬក៏បើកនៅលើហ្នឹងដែរចាប៊ូតុងហ្នឹងគឺយើងមានប៊ូតុងចុចមួយបិទនិងចុចមួយបើកចាអរគុណសូមជម្រាបលា